សួស្តីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបជ្រើសមាន 4 ប្រភេទគឺទី 1 ជ្រើសដុល្លារ ទី 2 ជ្រើសជូដេក ទី 3 ជ្រើសជូឈរ ទី 4 ជ្រើសតារាងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីទី 1 ជ្រើសកាឡាដើម្បីជ្រើសកាឡាបានយើងត្រូវដាក់ទស្សនិកឬក៏ cursor ទៅទីតាំងកាឡាណាមួយដែលយើងចង់ជ្រើសឧទាហរណ៍ខ្ញុំជ្រើសលើតារាងឈ្មោះហ៊ុនវាសនាបន្ទាប់មកខ្ញុំដាក់ទស្សនិកនៅទីតាំងកាឡានេះហើយខ្ញុំចូលទៅមេនុយតារាងបន្ទាប់មកចូលជ្រើសនិងជ្រើសកាឡាខ្ញុំនឹងទទួលបាននៃការជ្រើសកាឡាឈ្មោះហ៊ុនវាសនានិងរបៀបទី 2 ជ្រើសជូដេកឧទាហរណ៍បើសិនជាខ្ញុំចង់ជ្រើសជូដេកណាមួយឧទាហរណ៍ខ្ញុំចង់ជ្រើសជូដេកទី 2 នេះខ្ញុំត្រូវដាក់ទស្សនិកឬ cursor នៅជូដេកនេះបន្ទាប់មកខ្ញុំចូលទៅតារាងចូលជ្រើសនិងយកជូដេកបើសិនជាខ្ញុំចង់ទី 3 ជួយជ្រើសជូឈរបើសិនខ្ញុំចង់ជ្រើសជូឈរមាន 3 ហើយបើសិនខ្ញុំចង់ជ្រើសជូឈរទី 1ដូច្នេះខ្ញុំត្រូវដាក់ទស្សនិកនៅត្រង់ជូឈរទី 1បន្ទាប់មកខ្ញុំចូលទៅមេនុយតារាងចូលជ្រើសនិងជ្រើសជូឈរហើយបើសិនជាខ្ញុំចង់ជ្រើសតារាងតែមូលតែម្ដងរបៀបទី 4 ជ្រើសតារាងគឺខ្ញុំត្រូវដាក់ទស្សនិកនៅលើតារាងបន្ទាប់មកខ្ញុំចូលទៅមេនុយតារាងចូលជ្រើសនិងយកតារាង